លោកនាងមានតែមនុស្សល្អព្រះរួមចិត្តធម៌បងរៀនតម្រូវឲ្យសាងផ្លូវល្អកិច្ចខុនសត្រូវក្នុងការរស់នៅតាមផ្លូវព្រះធម៌តែថាធ្វើល្អយើងក្រមិនយូរត្រូវចេះតស៊ូក្នុងចិត្តមានធម៌មានការអត់ធ្មត់ខិតខំបន្តនោះសេចក្តីល្អនឹងបានសម្រេចកុំប្រឡ័យនឹងមូលបង្កើតត្រូវចេះអត់ឱនលំលោជាស្រេចនេះគឺភារកិច្ចនៃមនុស្សសប្បុរសខ្ញុំសូមតែផ្ដាំដល់មិនទាំងឡាយស្ដាប់ដល់ពុកម្ដាយដែលជាព្រះរួមតែមានអ្នកណាដែលមានចិត្តស្មងដូចជាព្រះរួងនៅខ្មែរយើងទេតែផ្ដាំតែមនុស្សទាំងឡាយស្ដាប់ឪពុកម្ដាយដែលជាព្រះរួងតែមានទាំងណាដែលមានចិត្តស្មងដូចជាព្រះរួងនៅខ្មែរយើងទេដូចជាព្រះរួងនៃខ្មែរ